សួស្តីអ្នកទាំងអស់គ្នាខ្ញុំជាឡានស្វាគមន៍ចូលមកកាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងនិយាយអំពី Binance Simple Earn ដែល Binance Simple Earn ហ្នឹងគឺអាចឲ្យអ្នកទាំងអស់គ្នារកលុយបានដោយយើងអត់ចាំបាច់ធ្វើអីទាំងអស់គឺយើងទទួលបានលុយប្រចាំថ្ងៃតែម្ដងអូខេអញ្ចឹងគឺខ្ញុំនឹងបញ្យល់វាត្រួសត្រាសជាទូទៅអ្នកទាំងអស់គ្នាខ្ញុំគិតថាប្រហែលជាធ្លាប់ឮហើយនៅពេលដែលយើងយកលុយទៅដាក់នៅក្នុងធនាគារគឺគេនឹងឲ្យការប្រាក់របស់យើងមកវិញប្រចាំឆ្នាំប្រចាំខែអញ្ចឹងទៅអាហ្នឹងខ្ញុំមិនសូវដឹងដែរថាខ្ញុំអត់ធ្លាប់ដាក់ប៉ុន្តែដឹងតែយើងទទួលបានប្រាក់ចំណេញមកវិញយើងដាក់កាន់តែច្រើនអាហ្នឹងប្រាក់ដែលយើងទទួលបានមកវិញអាហ្នឹងក៏កាន់តែច្រើនតាមហ្នឹងវាគិតជាភាគរយឲ្យយើងណាអញ្ចឹងនៅក្នុង Binance ខុសពីធនាគារដែរអ្នកទាំងអស់គ្នាអាចយកកាក់ crypto ដែលអ្នកទាំងអស់គ្នាមានយកទៅទុកនៅក្នុង app Binance ចោលទៅអាហ្នឹងយើងទទួលបានការប្រាក់មកវិញយើងគ្នាហើយសំខាន់វាមិនមែនបានតែការប្រាក់ទេបើសិនជាមាន airdrop អីគឺអ្នកទាំងអស់គ្នានឹងទទួលបាន airdrop មួយនោះទៀតអញ្ចឹងគឺយើងបានគុណ2ហើយយើងបានទាំងការប្រាក់នៅក្នុង crypto ហើយយើងបានទាំងកាក់ airdrop ថ្មីទៀតនៅក្នុង Binance Holderអូខេអញ្ចឹងគឺខ្ញុំសូមប្រាប់ត្រួសថាធ្វើម៉េចទើបអ្នកទាំងអស់គ្នាអាចធ្វើបានអញ្ចឹងមុននឹងអ្នកទាំងអស់គ្នាអាចទៅយកកាក់ crypto របស់អ្នកទាំងអស់គ្នាទៅដាក់នៅក្នុង Binance Simple Earn ដើម្បីទទួលបានការប្រាក់បានទីមួយគឺអ្នកទាំងអស់គ្នាត្រូវមានគណនី Binance សិនអញ្ចឹងបើសិនជាអត់ទាន់មានទេអាចជាមួយវីដេអូពីរបៀបបង្កើតបានហើយអត់ពិបាកទេរបៀបបង្កើតវាដូចតែ app ធនាគារដែរទេហើយទី2គឺអ្នកទាំងអស់គ្នាត្រូវមានកាក់ crypto នៅក្នុង Binance របស់អ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងគឺយើងត្រូវមានហើយរបៀបទិញលក់អានឹងក៏ខ្ញុំមានដែរគួរអត់ពិបាកដែរអាចទៅ check មើលវីដេអូបានរបៀបដែលយើងធ្វើ Binance Simple Earn អញ្ចឹងគឺខ្ញុំនឹងបញ្យល់ឲ្យលឿនដើម្បីកុំឲ្យវីដេអូនេះកាន់តែវែងអញ្ចឹងនៅមុននឹងយើងអាចធ្វើការ Binance Simple Earn បានគឺអ្នកទាំងអស់គ្នាត្រូវមានកាក់ BNB សិនអញ្ចឹងខ្ញុំចុចមកកន្លែង check ទឹកលុយរបស់ខ្ញុំមកអញ្ចឹងកាក់ BNB របស់ខ្ញុំគឺខ្ញុំមានចំនួនប៉ុណ្នេះ 0.07 ហើយបើសិនជាអ្នកទាំងអស់គ្នាចង់ទិញកាក់មួយហ្នឹងអាចទៅមើលវីដេអូតាម link description ខាងក្រោមបានហើយខ្ញុំប្រាប់ពីរបៀបទិញលក់អីផ្សេងអូខេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាមានកាក់ហើយគឺអ្នកទាំងអស់គ្នាត្រូវចុចលើពាក្យ earn ខាងលើនេះណាចុចលើពាក្យ earn ហ្នឹងតែក្នុងករណីថាបើសិនជាវាអត់មានពាក្យ earn ហ្នឹងទេគឺអ្នកទាំងអស់គ្នាត្រូវចុចលើពាក្យ home ខាងក្រោមនេះសិនពាក្យ home ហ្នឹងណាអូខេអញ្ចឹងយើងចុចលើពាក្យ home មកហើយយើងចុចលើពាក្យ more កន្លែងនេះហើយយើងត្រូវ search ខាងលើនេះកន្លែង search more service ហ្នឹងយើង search ពាក្យ simple earn អញ្ចឹងនៅពេលដែលយើង search មកគឺវានឹងចេញហើយអញ្ចឹងយើងអាចចុចលើពាក្យ earn កន្លែងឆែកចាក់លុយនោះក៏បានចុចលើពាក្យ earn កន្លែងនេះក៏បានដែរអូខេអញ្ចឹងនៅពេលដែលយើងចូលមកដល់គឺវាមានកាក់ច្រើនមែនទែនសម្រាប់ឲ្យយើងរកការប្រាក់វាមានច្រើនប៉ុន្តែខ្ញុំ recommend តែអញ្ចឹងឲ្យយកកាក់ BNB មួយនេះទៅដោយសារតែវានឹងឲ្យយើងទទួលបាន airdrop នៅពេលដែលវាមាន airdrop ផ្សេងដូចជា Binance Holder អូខេអញ្ចឹងគឺវានឹងមានមុខងារយើងជ្រើសរើសមួយទៀតវាមាន flexible ហើយនឹងមានជាការគិតជាថ្ងៃអញ្ចឹងគឺខ្ញុំនឹងដូចថា flexible ហ្នឹងវាជាអីហើយអាគិតថ្ងៃហ្នឹងវាជាអីអញ្ចឹងអាមុខងារទី1ខាងលើគីនេះដែលអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺមានន័យថានៅពេលដែលអ្នកទាំងអស់គ្នាយកកាក់របស់អ្នកទាំងអស់គ្នាទៅចាក់សោគឺយើងនឹងទទួលបានការប្រាក់មកវិញប៉ុន្តែយើងចង់ដកកាក់របស់យើងយកទៅលក់យកទៅទិញយកទៅ trade អីពេលណាក៏បានដែរអត់ជាបញ្ហាអីទេអាហ្នឹងគឺអាស្រ័យលើយើងផ្ទាល់តែបើចំពោះអាកន្លែងថ្ងៃនេះវិញមាន15ថ្ងៃ30ថ្ងៃឬមួយក៏120ថ្ងៃអីហ្នឹងគឺមានន័យថាបើសិនជាអ្នកទាំងអស់គ្នាយកអា120ថ្ងៃបន្ទាប់ពីអ្នកទាំងអស់គ្នាចាក់សោហ្នឹងហើយការប្រាក់វាលុតឲ្យយើងរាល់ថ្ងៃប៉ុន្តែលុះត្រាទាល់តែ120ថ្ងៃក្រោយទើបយើងអាចយកកាក់របស់យើងយកមកប្រើយកមកទិញលក់ឬមួយក៏យកមក trade បានវិញអញ្ចឹងគឺវាខុសគ្នាកន្លែងហ្នឹងហើយយើងយកថ្ងៃកាន់តែច្រើនភាគរយអ្នកទាំងអស់គ្នាទទួលបានមកវិញកាន់តែច្រើនហើយបើសិនយើងយកតិចថ្ងៃអានឹងគឺវាបានតិចតាមហ្នឹងអញ្ចឹងទៅប៉ុន្តែខ្ញុំ recommend អីអាទី1 flexible នេះទៅដែលយើងអាចយកកាក់យើងមកប្រើពេលណាក៏បានដែរព្រោះអី crypto គឺអ្នកទាំងអស់គ្នាដឹងស្រាប់ហើយពេលខ្លះយើងត្រូវការភ្លាមអញ្ចឹងយើងអាចចាំម្ដង10 20ថ្ងៃបានទេអូខេអញ្ចឹងគឺខ្ញុំសុំយកអាហ្នឹងហើយចំពោះកន្លែងនេះវិញគឺកន្លែងដែលយើងត្រូវដាក់ចំនួនកាក់ចូលចំនួនតិចបំផុតគឺអ្នកទាំងអស់គ្នាត្រូវមាន 0.03 តែបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមានរហូតដល់ទៅ 0.07 អូខេអញ្ចឹងគឺវាអត់ខ្វះទេហើយយើងបញ្ចូលចំនួនកាក់ដែលយើងចង់ដាក់មកយើងចង់ដាក់ប្រហែលយើងដាក់តាមហ្នឹងមកតែបើសម្រាប់ខ្ញុំចង់ដាក់ទាំងអស់អញ្ចឹងខ្ញុំចុចលើពាក្យ make អូខេអញ្ចឹងកន្លែងនេះគឺជា reward ដែលយើងទទួលបានមកវិញជាការប្រាក់អញ្ចឹងបើសិនជាខ្ញុំដាក់ចំនួនប៉ុណ្ណេះ 0.07 BNB ជាងហ្នឹងគឺខ្ញុំនឹងទទួលបានមកវិញចំនួន 0.0038 BNB អញ្ចឹងទៅអាហ្នឹងគឺវាបានរៀងតិចអ្នកទាំងអស់គ្នាដោយសារយើងដាក់តិចតែបើសិនជាយើងដាក់ច្រើនអាហ្នឹងគឺយើងបានច្រើនតាមហ្នឹងហើយនៅពេលដែល BNB វាមានបាយairdrop Binance Holder អាហ្នឹងយើងក៏ទទួលបានកាក់តាមហ្នឹងដែរអូខេអញ្ចឹងខ្ញុំគិតថាវាអត់ខាតបងអីទេព្រោះអីអានេះយើងអាចដកកាក់យកមកប្រើវិញពេលណាក៏បានអញ្ចឹងដើម្បីយើងអាចធ្វើការចាក់សោកាក់របស់យើងអ្នកទាំងអស់គ្នាកុំភ្លេចចុចសញ្ញាគ្រីសនៅក្នុងប្រអប់មួយនេះអញ្ចឹងបន្ទាប់ពីយើងចុចហើយយើងត្រូវចុចលើពាក្យ confirm មកប៊ូតុងពណ៌លឿងខាងក្រោមនេះអូខេអញ្ចឹងខ្ញុំចុចមកអញ្ចឹងគឺវា subscribe បានជោគជ័យហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចលើពាក្យ go to earn wallet បាននេះគឺវានឹងចេញមកឲ្យថាយើងបានធ្វើការលុបកាក់របស់យើងចំនួនប៉ុណ្ណេះនៅក្នុង Binance Simple Earn អូខេអញ្ចឹងរបៀបដែលយើងធ្វើ Binance Simple Earn មានតែប៉ុណ្្នឹងទេ
ហើយអានេះគ្រាន់តែជាវីដេអូឧទាហរណ៍ទេអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមិនចាំដាក់ម្ដង50រៀលដូចខ្ញុំក៏បានដែរដាក់ត្រឹម10រៀល20រៀលច្រើនជាងហ្នឹងឬមកតិចតាមហ្នឹងក៏អត់ជាបញ្ហាអីដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយអ្នកទាំងអស់គ្នាបាយបាយ